ការងារចុះបញ្ជីដីធ្លីដំបូងមានការងារចុះបញ្ជីដីធ្លីដំបូងផែនការត្រូវវាស់វែងចំនួន 1,435,195 ក្បាលដីលើក្បាលដីប៉ាន់ស្មានសរុបមាន 658,090 ក្បាលដីវាស់វែងបានចំនួន 1,360,425 ក្បាលដីសរុបក្បាលដីដែលបានវាស់វែងរួចចំនួន 13,583,317 ក្បាលដីមិនទាន់វាស់វែងចំនួន 74,773 ក្បាលដីបានចេញបានចំនួន 635,775 បាននិងចែកបានដល់ដៃប្រជាពលរដ្ឋបាន 638,633 បានក្នុងនោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន 889 ភូមិធ្វើការបិទផ្សាយជាសាធារណៈចំនួន 1,158 ភូមិស្មើនឹង 11,108,631 ក្បាលដីចេញបាន 633,559 បានចែកបានជូនប្រជាពលរដ្ឋបាន 636,417 បានក្នុងចំនួននេះក៏មានដីវត្តចំនួន 168 បានដីរដ្ឋតូចដែលស្ថិតនៅតាមភូមិឃុំនៃតំបន់វិនិច្ឆ័យមានចំនួន 1,816 បានដីជាព្រះរាជទ្រព្យចំនួន 12 បានទំហំ 125 ហិកតាក្បៀស 4423 ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំសម្រាប់ចេញនិងចែកបាន 2,216 បានក្នុងនោះដីឯកជនចំនួន 1,734 បានដីរដ្ឋតាមនីតិវិធីពិសេសចំនួន 35 បានទំហំ 52,067.62 ហិកតា ដែលក្នុងនោះមានក្រសួងកសិកម្មចំនួន 30 បានទំហំ 51,142.22 ហិកតាក្រសួងបរិស្ថាន 4 បានទំហំ 1,722 ហិកតាក្បៀស 4 ក្រសួងការពារជាតិចំនួន 1 បានទំហំ 203 ហិកតាដីរដ្ឋដែលសម្រាប់ប្រើប្រាស់ក្នុងគោលដៅសម្បទានសេដ្ឋកិច្ចមាន 5 ទីតាំងចំនួន 23 បានទំហំ 2,469 ហិកតាដីសហគមន៍ជនជាតិដើមភាគតិចបានចំនួន 7 សហគមន៍ស្មើនឹង 424 បានស្មើនឹង 1,068 គ្រួសារទំហំ 7,575.571 ហិកតាដែលការអនុវត្តនេះអនុវត្តដោយគម្រោង LASET 3